បាទជំរាបសួរបងប្អូនប្រុសស្រីប្រិយមិត្តជាទីគោរពរាប់អានបងប្អូនខ្ញុំសម្រេចចិត្តធ្វើវីដេអូនេះឡើងគឺខ្ញុំចង់ជម្រាបបងប្អូនដោយសារខ្ញុំចាប់ចិត្តពេញចិត្តនៅការដែលខ្ញុំមកទីនេះគឺខ្ញុំនាំកូនមកហែលទឹកហើយក៏ឃើញទីនេះគឺជាសាខាផ្សារអ៊ីអនដែលមកដាក់នៅបូរីពេញហួតចំណុចចំណុះជ្រូកស្ទឹងមានជ័យអ្វីដែលខ្ញុំពេញចិត្តនោះគឺចំណតបាទចំណតសម្រាប់ទាំងយានយន្តគ្រប់ប្រភេទបាទទាំងឡានទាំងម៉ូតូគឺបងប្អូនចូលផ្សារទិញអីវ៉ាន់នាំប្រពន្ធកូនចូលផ្សារទិញអីវ៉ាន់នាំប្រពន្ធកូនហែលទឹកចេញមកវិញគឺអត់បារម្ភរឿងថាក្តៅអន្ទះអន្ទែងនៅក្នុងឡានឬមួយក៏ត្រូវប្រឆេះឡានមកសន្ទុះសិនឬក៏ត្រូវយកដៃមកសៀបអែលស្អំកែបម៉ូតូទៅជាសិនទៅដុបប្រពន្ធកូនទៅផ្ទះបានទេអញ្ចឹងគឺអ្វីគឺសុវត្ថិភាពនៅទីនេះបាទថាសុខភាពទាំងសម្រាប់មនុស្សទាំងសម្រាប់យានយន្តគឺមួយឈុតបាទល្អណាស់អញ្ចឹងខ្ញុំចង់មានជាសំណើឬក៏ជាសំណូមពរមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមានបើអាជីវកម្មជាអាហារដ្ឋានក្តីជារមណីយដ្ឋានក្តីខ្ញុំចង់ឲ្យបងប្អូនគិតតាមពិតគឺវាតាក់ទងដល់ធនធានក៏ប៉ុន្តែដូចជាចាស់លោកថាសេចក្តីព្យាយាមគុំបានសម្រេចកាលណាបើសិនជាបងប្អូនគិតថាផ្ដល់សេចក្តីសុខដល់មនុស្សម្នាដល់អតិថិជនរបស់ខ្លួនអ្នកទាំងឡាយនោះក៏គាត់អត់ភ្លេចបងប្អូនដែរគឺគាត់ចងចាំគាត់នឹងមកទៀតកន្លែងដែលតិចចិត្តសម្រាប់ពួកគាត់តិចទាំងចិត្តតិចទាំងអ្វីសពបែបយ៉ាងបាទអញ្ចឹងអ្វីដែលខ្ញុំចង់បានហ្នឹងគឺតែប៉ុណ្្នឹងទេគឺស្តង់ដារផ្សារអ៊ីអនបាទសូមបងប្អូនចាប់ផ្ដើមគិតគូរឲ្យប្រឹងប្រែងធ្វើម៉េចឲ្យមានអញ្ចឹងទៅមិនមែនថាប្រឹងជួសតាមកម្រៃទេប៉ុន្តែខ្ញុំជឿថាយើងអាចធ្វើបានបាទអរគុណ